ចំពោះបងបរោះដែលគាត់មានដៃគូហើយគាត់ដឹងថាដៃគូរបស់គាត់គឺពិបាកក្នុងការដល់គោលដៅមែនតើដែលយើងនិយាយថាការដល់ចំណុចកំពូលនៅពេលដែលមនុស្សស្រីពិបាកក្នុងការដល់ចំណុចកំពូលគឺគាត់នឹងអាចអស់អារម្មណ៍រួមភេទនៅពាក់កណ្ដាលទីគាត់ដឹងថាពេលដែលគាត់រួមភេទទៅអត់មានអារម្មណ៍ថាល្អសោះអត់មានភាពសុខស្រួលសោះពេលហើយគឺគាត់នឹងចាប់ដើមស្ងួតប្រដាប់ភេទរបស់គាត់នៅពេលដែលរួមភេទកណ្ដាលទីគឺអស់អារម្មណ៍តែម្ដងព្រោះថាគាត់ពិបាកក្នុងការដល់ចំណុចកំពូលតាមការស្រាវជ្រាវគឺបានបង្ហាញថាមនុស្សស្រី 70% គឺមិនអាចដល់ចំណុចកំពូលបានដោយការត្រឹមតែសូកឡើងទេគឺត្រូវការរំញោចទៅលើ clitoris របស់គាត់ជាមួយនឹងម៉ាស៊ីនរំញ័រឬក៏ប្រើប្រាស់ដៃបើសិនជាប្រើប្រាស់ដៃពេលខ្លះគឺវាពិបាកក្នុងការលេងវាឲ្យជាប់អញ្ចឹងទៅយើងអាច recommend ឲ្យប្រើប្រាស់ជាមួយនឹងឧបករណ៍រំញ័រវិញអញ្ចឹងគាត់អាចរួមភេទបណ្ដាលនិងការដាក់រំញោចនៅលើ clitoris បណ្ដាលដោយថាយើងមានការសូកផងហើយយើងនឹងមានការញ័រនៅលើ clitoris ផងគឺ perfect combination ដែលគេហៅថាការដល់ចំណុចកំពូលមួយហ្នឹងឈ្មោះថា blended orgasm